បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយគឺចង់មករៀនបងប្អូនបានទាក់ទងពីរបៀបនៃការប្រើប្រាស់នៅភាសាខ្មែរយើងសម្រាប់ឲ្យទៅជាភាសាថៃវិញដែលប្រើប្រាស់នៅកម្មវិធីមួយបាទកម្មវិធីមួយហ្នឹងគឺបងប្អូនចូលទៅ Play Store បាទចូលទៅកាន់ Play Store រួចហើយវាយពាក្យថា Play Store ខ្មែរថៃបាទចូលកាន់ Play Store ណាបាទបងប្អូនចូលទៅកាន់ Play Store បាទរួចហើយវាយពាក្យថាខ្មែរថៃ Translator បាទ បាទរួចហើយចុច search វាមកបើចាំបន្តិចដូចថាសេវា Wi-Fi វាដើរយឺតណាបាទនៅពេលនេះវាចេញមកអញ្ចឹងបាទវាចេញច្រើនហ្នឹងសុទ្ធតែជាកម្មវិធីមួយសម្រាប់បងប្អូនអាចប្រើវានៅលើ smartphone Android បងប្អូនហ្នឹងហើយអាចប្រើប្រាស់ទៅលើភាសាថៃមានន័យថាកម្មវិធីហ្នឹងគឺសម្រាប់បងប្អូនគាត់ចូលចិត្តរៀនភាសាថៃគាត់អាចប្រើប្រាស់នៅកម្មវិធីហ្នឹងដើម្បីបកប្រែពីភាសាខ្មែរទៅជាភាសាថៃពីភាសាថៃទៅជាភាសាខ្មែរអញ្ចឹងបាទនេះណាកម្មវិធីណាខ្មែរថៃ Translator បាទចឹងដោយសារតែខ្ញុំបាន download រួចហើយចឹងបងប្អូនអាចចុច download រូបវាទៅបាទលើឡើងអាចចុច download ឡើងចេញពី Play Store មកណាប៉ុន្តែដោយសារខ្ញុំបាន download រួចហើយចឹងខ្ញុំសូមធ្វើការបើកតែម្ដងប៉ុន្តែសម្រាប់បងប្អូនដែលមិនទាន់install វាចេញពី Play Store សូមធ្វើការ install សិនណាបាទចឹងខ្ញុំសូមបើកវាតែម្ដងបាទនេះវាចេញមកអញ្ចឹងវាចេញមកអញ្ចឹងវាមានជាលក្ខណៈទង់ជាតិប្រទេសខ្មែរយើងនិងលក្ខណៈទង់ជាតិប្រទេសថៃហើយបងប្អូនអាចសរសេរទៅឧទាហរណ៍ខ្ញុំចង់សរសេរថាសួស្តីបាទពេលហ្នឹងគឺបងប្អូនចុចខាងក្រោមនេះមានពាក្យថា translate បាទអបអរខៀវហ្នឹងណាបងប្អូនចុចលើវាមកបាទចាំបន្តិចវាកំពុងតែដើរឲ្យយើងបាទចាំបន្តិចវាកំពុងតែដើរឲ្យយើងណាបាទនេះឃើញវាចេញមកហើយបាទឃើញទេសួស្តីបាទថៃយើងបកប្រែទៅជាភាសាថៃវិញគឺសวัสดีបាទសวัสดีឥឡូវចង់ដឹងថាតើគេអានមិនបងប្អូនអាចចុចនេះលើសញ្ញាមីក្រូបាទសញ្ញាមីក្រូនឹងចុចលើវាទៅបាទចុចម្ដងទៀតណាពេលចុចទៅលឺវាអានហើយបាទអញ្ចឹងកម្មវិធីនេះគឺស្រួលមែនទែនសម្រាប់បងប្អូនដែលអាចណែចូលចិត្តរៀននៅភាសាថៃអាចបកប្រែពីភាសាខ្មែរទៅជាភាសាថៃពីភាសាថៃទៅជាភាសាខ្មែរយើងវិញឥឡូវខ្ញុំសាកបកប្រែវាត្រឡប់ទៅភាសាថៃវិញហើយឲ្យវាបកប្រែទៅជាភាសាខ្មែរយើងវិញណានេះកន្លែងសញ្ញាព្រួយ2វិលទៅវិលមកហ្នឹងនៅកណ្ដាលព្រួយក្រហមណាสวัสดีបាទឥឡូវបងស្ដាប់ណាបងប្អូនស្ដាប់វាតាការអានវាយ៉ាងម៉េចបាទសวัสดีណាបាទដោយសារតែវាដើរយឺតទេណាមិនមែនមកពីបញ្ហាបើ smartphone Android ខ្ញុំទេដោយសារតែសេវា Wi-Fi ខ្ញុំវាដើរយឺតអញ្ចឹងបើវាដើរយឺតគឺវានេះណាវាណែចង់និយាយថាគឺវាអត់ទាន់អានចឹងយើង สวัสดีបាទឃើញទេបងប្អូនឃើញវាអានទេសវ៉ាឌីចង់ដឹងថាតើការវាអានវាមិនបងប្អូនអាចចុចលើវាម្ដងទៀតមកចុចលើសញ្ញាមីក្រូហ្នឹងណា
បាទដោយសារតែវាដាក់យឺតណាបាទឥឡូវចង់ដឹងតើយើងអាចបាទមានន័យថាយើងអាចនៅយើងអាចត្រឡប់ពីការសរសេរជាភាសាថៃបកប្រែជាភាសាខ្មែរយើងបានអត់ឥឡូវខ្ញុំសូមត្រឡប់មើលណានេះចុចឆ្លាញ់សញ្ញាព្រួយនឹងមកឃើញទេវាត្រឡប់ហើយឃើញទេវាត្រឡប់ទៅជាភាសាវាទៅជាភាសាថៃឲ្យយើងសរសេរជាភាសាថៃហើយបកប្រែជាភាសាខ្មែរយើងវិញណាបាទអូខេឥឡូវបងប្អូនអាចចាំធ្វើតាមខ្ញុំណាបាទឥឡូវខ្ញុំសូមសរសេរតួអក្សរបាទឥឡូវខ្ញុំសរសេរតួអក្សរថៃវិញណាបាទសវត្តឌីចឹងទៅបាទសាវត្តបាទសាវត្តឌីចឹងទៅបាទសវត្តឌីវាបកប្រែទៅជាភាសាខ្មែរយើងបាទអញ្ចឹងសវត្តឌីសូមម្ដងទៀតបាទឥឡូវសរសេរជាភាសាខ្មែរយើងមកណាបងប្អូនអាចដាក់ភាសាច្រើនបានមានថាបងប្អូនចង់សរសេរជាភាសាសំទោសបងប្អូនអាចដាក់ជាភាសាថៃក៏បានភាសាខ្មែរយើងក៏បានឲ្យបកទៅជាភាសាថៃឲ្យបកទៅភាសាខ្មែរយើងក៏បានឥឡូវខ្ញុំសរសេរមើលណាសួស្ដីចុច translate មកបាទឃើញវាទៅឲ្យសវត្តឌីអញ្ចឹងចង់ដឹងថាការអានវាយ៉ាងម៉េចចំពោះសវត្តឌីភាសាថៃហ្នឹងបងប្អូនអាចចុចលើវាទៅអានេះដោយសារតែវាដាក់យឺតទេណាបើសិនជា smartphone Android បងប្អូនមានដោយសារសេវា Wi-Fi វាដាក់យឺតទេរបស់ខ្ញុំហ្នឹងបើសិនជាសេវា Wi-Fi របស់បងប្អូនឬសេវា 4G สวัสดี ឬ 3G ណក់ឃើញវាអានទេមិញហ្នឹងបាទគឺពេលចុចលើមីក្រូប៉ាត់គឺវាអានលឿនតែម្ដងបាទណា สวัสดี ណក់ឃើញទេសវត្តឌីម្ដងទៀត สวัสดี ណក់សវត្តឌីឃើញទេម្ដងទៀត สวัสดี បាទឃើញទេគឺភាសាគឺកម្មវិធីមួយហ្នឹងគឺលយមែនតើអាចឲ្យបងប្អូនដែលចូលចិត្តរៀនភាសាថៃបកប្រែពីសរសេរជាភាសាថៃបកប្រែទៅជាភាសាខ្មែរយើងឬក៏សរសេរខ្មែរយើងទៅជាភាសាថៃវិញបកប្រែជាភាសាថៃវិញគឺបានស្រួលមែនតើហើយមិនតែប៉ុណ្ណោះវាថែមទាំងអាចបញ្ចេញនូវសម្លេងការអានតួអក្សរភាសាថៃទៀតណា สวัสดี បាទឃើញទេដូចខ្ញុំបាននិយាយចឹងសវត្តឌីហើយមួយទៀតបើសិនជាបងប្អូនចង់ត្រឡប់វិញគឺចុចលើសញ្ញាព្រួយមកត្រឡប់ទៅភាសាថៃវិញហ៎ สวัสดี បាទឃើញទេគឺល្អមែនតើបាទអញ្ចឹងកម្មវិធីនេះគឺខ្ញុំទើបតែបានស្រាវជ្រាវឃើញហើយបើសិនជាបងប្អូនឆ្ងល់កន្លែងណាមួយឬក៏អត់យល់កន្លែងណាមួយអាចចុច like និងចុច subscribe ក្រោម channel ខ្ញុំបានមកខ្ញុំបាទនឹង reply ជូនណាហើយជាចុងក្រោយសូមបងប្អូនជួយចុច like និងចុច subscribe ក្រោម channel ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូខ្ញុំបាទជារៀងរាល់ថ្ងៃទាក់ទងពី smartphone Android និង computer បាទហើយសូមជួយ share វីដេអូខ្ញុំតៗគ្នាផងណាបាទអូខេអរគុណជំរាបលាខ្ញុំសូមបញ្ជាក់មួយទៀតបើសិនជាបងប្អូនមិនទាន់ចុច subscribe ពីក្រោម channel ខ្ញុំសូមធ្វើការចុច subscribe ទៅណាហើយនឹង like ទៅដើម្បីទទួលបានវីដេអូខ្ញុំជារៀងរាល់ថ្ងៃបាទទាក់ទងពី smartphone Android និង computer បាទអរគុណ